ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទជាខកសុនមានជារឿងវិទ្យាដើម្បីចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ទាក់ទងនឹងជំងឺរោគស្ត្រីបាទអញ្ចឹងទាក់ទងនឹងជំងឺរោគស្ត្រីដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកម្លែកគឺយើងនិយាយអំពីរោគសញ្ញាជំងឺស្រុតស្បូនដែលភាសាអង់គ្លេសហៅថា estrous cell syndrome បាទយើងឃើញថាតកតងនឹងបញ្ហាជំងឺស្រុតស្បូននឹងគឺជាបញ្ហាមួយដែលកើតលើស្ត្រីពេញវ័យក៏ដូចជាស្ត្រីវ័យកណ្ដាលនិងស្ត្រីដែលមានបច្ចាស់ផងដែរបាទក្នុងនោះយើងឃើញច្រើនលើស្ត្រីមានបច្ចាស់ហ្នឹងបាទយើងចង់ដឹងថាតើជំងឺស្រុតស្បូននឹងមានរោគសញ្ញាអ្វីខ្លះដែលយើងអាចកត់សម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងឋាននេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេវាដើមទី2គឺមូលហេតុបណ្ដាឲ្យស្រុតស្បូននិងទី3គឺរោគសញ្ញាជំងឺស្រុតស្បូនបាទយើងចង់ដឹងថាតើស្រុតស្បូននឹងបណ្ដាលមកពីមូលហេតុអ្វីខ្លះនិងជំងឺស្រុតស្បូននឹងមានអាការៈរោគសញ្ញាអ្វីខ្លះដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្ដីដើមជំងឺស្រុតស្បូនដែលភាសាអង់គ្លេសហៅថា estrocell ឬក៏ភាសាបារាំងក៏ហៅ estrocell ដែរគឺជាជំងឺមួយដែលស្បូនរបស់ស្ត្រីស្រុតចុះពីទីតាំងធម្មតានៅក្នុងអាងទឹកកកកម្រិតធ្ងន់ធ្ងរនិងលៀនចេញតាមរន្ធទ្វីមាសរបស់ស្ត្រីបាទអញ្ចឹងក្នុងកម្រិតមួយដែលធ្ងន់ធ្ងរគឺវាអាចលៀនចេញមកខាងក្រៅគឺតាមរន្ធទ្វីមាសរបស់ស្ត្រីហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើនឹងមូលហេតុបណ្ដាឲ្យមានជំងឺស្រុតស្បូនតើមានមូលហេតុអ្វីខ្លះដែលនាំឲ្យកើតជំងឺស្រុតស្បូនបាទយើងចង់ដឹងទាំងអស់គ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលមូលហេតុនៃជំងឺស្រុតស្បូនទី1គឺតើតើនឹងការសម្រាលកូនតាមផ្លូវធម្មជាតិច្រើនដងហើយស្ត្រីនឹងគឺមិនបានដេទ្វីមីហ្នឹងបាទអញ្ចឹងយើងឃើញថាជំងឺស្រុតស្បូនហ្នឹងយើងសង្កេតឃើញច្រើនលើអ្នកដែលមានបញ្ហាតើតើនឹងការសម្រាលតាមផ្លូវធម្មជាតិបាទជាពិសេសគឺស្ត្រីដែលសម្រាលតាមផ្លូវធម្មជាតិច្រើនដងតែម្ដងបាទយើងមើលតទៅទៀតគឺតើតើមូលហេតុជំងឺស្រុតស្បូនទី2គឺកត្តាស្ត្រីអាយុកាន់តែច្រើនបាទអញ្ចឹងកត្តាស្ត្រីឲ្យឃើញអាយុកាន់តែច្រើនគឺប្រឈមនឹងបញ្ហាជំងឺស្រុតស្បូននោះក៏ច្រើនផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើមូលហេតុជំងឺស្រុតស្បូនទី3គឺតើតើវិបត្តិ genetic បាទអញ្ចឹងវិបត្តិ genetic ហ្នឹងវាអាចតើតើកង្វះអង់ស៊ីមណាមួយបាទដែលធ្វើឲ្យវិបត្តិតើតើនឹងជីលិកាសន្ធាននៅក្នុងអារគាវាអាចធ្វើប្រព័ន្ធភ្ជាប់របស់ស្បូនហ្នឹងចាប់ផ្ដើមចុកខ្សោយនិងចាប់ផ្ដើមធ្វើឲ្យស្បូនស្រុតផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើមូលហេតុជំងឺស្រុតស្បូនទី4គឺតើតើនឹងការអស់រដូវបាទអញ្ចឹងបញ្ហាអស់រដូវវាតើតើវិបត្តិអរម៉ូនថយចុះជាពិសេសគឺអរម៉ូនអ៊ឺស្ត្រូហ្សែនសេរ៉ូហ្នឹងបាទអាចនាំទៅដល់ការស្រុតស្បូនផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើនឹងមូលហេតុជំងឺស្រុតស្បូនទី5គឺតើតើប្រវត្តិធ្លាប់វាកាត់អានតិគិពីមុនអញ្ចឹងឃើញថាស្ត្រីដែលមានប្រវត្តិធ្លាប់វាកាត់អានតិគិពីមុនគឺក៏ជាបញ្ហាមួយដែលយើងឃើញអាចនាំទៅកើតជំងឺស្រុតស្បូនផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើនឹងមូលហេតុជំងឺស្រុតស្បូនទី6គឺតើតើនឹងជំងឺជីលិកាសន្ធានបាទអញ្ចឹងជំងឺជីលិកាសន្ធានដែលនៅនឹងអានតិគិហ្នឹងវាអាចធ្វើប្រព័ន្ធភ្ជាប់របស់ស្បូនចាប់ផ្ដើមចុកខ្សោយអាចធ្វើឲ្យកើតទៅជាជំងឺស្រុតស្បូននោះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុជំងឺស្រុតស្បូនទី7គឺតើតើកត្តាធ្វើឲ្យសម្ពាធនៅក្នុងពោះកើនឡើងបាទអញ្ចឹងកត្តាដែលធ្វើឲ្យសម្ពាធក្នុងពោះកើនឡើងដូចជាករណីភិធាត់ទល់លាមកឬក៏ប្រឹងផ្នែកពោះខ្លាំងលើកអីវ៉ាន់អ្វីមួយបាទហ្នឹងអាចធ្វើឲ្យមានបញ្ហាជំងឺស្រុតស្បូនផងដែរបាទអញ្ចឹងទាំងអស់ហ្នឹងហើយគឺជាមូលហេតុសំខាន់ដែលយើងឃើញមានដែលនាំឲ្យកើតទៅជាជំងឺស្រុតស្បូនបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើនឹងរោគសញ្ញាជំងឺស្រុតស្បូនតើជំងឺស្រុតស្បូនហ្នឹងលេចចេញជាអាការៈរោគសញ្ញាអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលរោគសញ្ញាជំងឺស្រុតស្បូនទី1គឺតើតងស្រុតកម្រិតទី1បាទអញ្ចឹងតើតងការស្រុតកម្រិតទី1គឺมันមានរោគសញ្ញាឲ្យដឹងទេយើងដឹងដោយការពិនិត្យអញ្ចឹងតើតែមានគ្រូពេទ្យពិនិត្យមើលបាទហើយបើកចំពោះទីមើលបានដឹងថាគាត់មានជំងឺស្រុតស្បូនបាទនោះគឺស្រុតកម្រិតស្រាលកម្រិតទី1អញ្ចឹងស្រុតកម្រិតទី1វាអត់ទាន់ចេញមកខាងក្រៅនោះទេបាទអញ្ចឹងយើងមើលតទៅទៀតតើតងរោគសញ្ញាជំងឺស្រុតស្បូនទី2គឺស្ត្រីមានអារម្មណ៍តឹងឬណែននៅក្នុងអាងត្រគាកនិងនៅក្នុងទ្វារមាសអញ្ចឹងបើសិនជាស្ត្រីមានអារម្មណ៍តឹងណែននៅក្នុងអាងត្រគាកឬក៏ក្នុងទ្វារមាសហ្នឹងស្ត្រីត្រូវចាប់អារម្មណ៍អំពីបញ្ហាជំងឺស្រុតស្បូនផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតងរោគសញ្ញាជំងឺស្រុតស្បូនទី3គឺមានដុំសាច់នៅក្នុងទ្វារមាសស្ត្រីអាចស្ទាបប៉ះអញ្ចឹងដុំសាច់ក្នុងទ្វារមាសហ្នឹងគឺអាចជាការស្រុតផ្លុំនោម
ឬក៏អាចជាការសុទ្ធស្បូនឬក៏អាចសុទ្ធនៅថង់លាមកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងរោគសញ្ញាជំងឺសុទ្ធស្បូនទី4គឺមានសម្ពាធអានគាកកើនឡើងនៅពេលដែលស្ត្រីគាត់ឈរយូរឬក៏ប្រឹងលើកវត្ថុធ្ងន់ធ្ងរអញ្ចឹងនៅពេលដែលស្ត្រីគាត់ឈរយូរឬក៏ប្រឹងលើកវត្ថុធ្ងន់ធ្ងរហ្នឹងគាត់មានអារម្មណ៍ថាមានសម្ពាធកាន់តែខ្លាំងមានការកើនឡើងនៅក្នុងអាងត្រគាកនឹងផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងរោគសញ្ញាជំងឺសុទ្ធស្បូនទី5គឺស្ត្រីមានបញ្ហាបត់ជើងតូចបាទដូចជាពិបាកនោមបាទនោមមិនអស់ឬក៏ហ៊ាននោមជាដើមអញ្ចឹងស្ត្រីដែលគាត់មានបញ្ហាសុទ្ធស្បូនគេសង្កេតឃើញមានបញ្ហារោគសញ្ញាផ្លូវនោមជាពិសេសគឺនៅពេលដែលមានការស្រុតស្បូនមករួមផ្សំជាមួយនឹងការស្រុតផ្លូវនោមផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងរោគសញ្ញាជំងឺសុទ្ធស្បូនទី6គឺស្ត្រីមានការជិះខ្យល់តាមទ្វាមាឬក៏ខៅស្បូនលាន់បាទអញ្ចឹងបញ្ហាស្បូនលាន់ឬក៏ជិះខ្យល់តាមទ្វាមាហ្នឹងក៏ជារោគសញ្ញាមួយដែលយើងឃើញមានជំងឺសុទ្ធស្បូនរួមផ្សំជាមួយនឹងការស្រុតនៃថង់លាមកមកជាមួយផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងរោគសញ្ញាជំងឺសុទ្ធស្បូនទី7គឺស្ត្រីមានរោគសញ្ញាភាគច្រើនកើតនៅពេលដែលស្ត្រីគាត់ឈរយូរឬក៏អាចធូរស្រាលនៅពេលគេងអញ្ចឹងរោគសញ្ញាជំងឺសុទ្ធស្បូនឬក៏សុទ្ធផ្លោកនោមឬក៏ថង់លាមកហ្នឹងឃើញថារោគសញ្ញាមានភាគច្រើននៅពេលគាត់ឈរយូរបាទហើយវាអាចនឹងធូរស្រាលនៅពេលដែលស្ត្រីនឹងគាត់គេងបាទអញ្ចឹងទាំងអស់ហើយគឺជារោគសញ្ញាសំខាន់ដែលយើងឃើញមានតកតងនឹងជំងឺសុទ្ធស្បូនហ្នឹងអញ្ចឹងបើសិនជាស្ត្រីមានសញ្ញាសង្ស័យអំពីបញ្ហាសុទ្ធស្បូនហ្នឹងបាទយើងឃើញថាខាងប្រាសាទរាជខ្ញុំមានផ្ដល់សេវាពិនិត្យនិងព្យាបាលបញ្ហាជំងឺសុទ្ធស្បូនរបស់ស្ត្រីក្នុងតម្លៃសមរម្យផងដែរបាទហើយបើចង់ទំនាក់ទំនងយើងមានលេខ Telegram 3ខ្សែក្នុងការទំនាក់ទំនងគឺ088 3132 225 092 59 3350 016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR code reader បាទដំឡើងកម្មវិធីនោះមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Lens បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីហ្នឹងមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនចឹងទេយើងមើលតាមផែនទីផ្ទាល់បាទយកចុះតាមខ្លងទ្វារវត្តសំសល់បត់តាមលំងវត្តខាងស្ដាំដៃចុះតាមផ្លូវ 16BT ត្រង់ចុងផ្លូវគឺដល់តាមច្បាស់ឬក៏មិនចឹងទេអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Comedy តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីដល់ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Khoksun Official បាទធ្វើការ scan QR code ហ្នឹងទៅដើម្បីចូលទៅក្នុង channel យើងខ្ញុំបាទចុច subscribe ឬក៏ join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីដល់ថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងជាពិសេសគឺជំងឺតាក់ទងនឹងទូទៅបាទតាក់ទងជំងឺរោគស្ត្រីបាទសញ្ញានៃការមានកូនឬក៏សញ្ញានៃការមានកូនខុសធម្មតាបាទក៏ដូចជាការរៀនពេទ្យរបស់និស្សិតពេទ្យបាទយើងអាចចូលទៅក្នុង YouTube Channel វាយពាក្យ Khoksun MD Official បាទដោយអក្សរស្រាប់ចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំបាទហើយចូលទៅក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូទៅក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រើស subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ